បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាសារជាថ្មីទៀតហើយថ្ងៃនេះដែរគឺខ្ញុំមានសាច់រឿងមួយដែលបានពីការចែករំលែករបស់បងស្រីម្នាក់ដែលឈ្មោះថាបងស្រីនីសាបងស្រីនីសាគាត់បានចែករំលែកសាច់រឿងរបស់គាត់នៅពេលដែលគាត់ណាមានប្តីហើយប្តីរបស់គាត់គឺស្រឡាញ់គាត់ណាថ្នាក់ថ្នមគាត់ណាប្តីគាត់ហ្នឹងគឺមិនដែលទុកចិត្តណាក្រៅពីគាត់នោះទេគាត់អាចនិយាយថាគាត់នឹងគឺជាមនុស្សដែលល្អមនុស្សដែលជាប្រពន្ធដ៏មានសេចក្តីសុខបំផុតណាតែមិនយូរប៉ុន្មានក៏មានបរិសម្នាក់មិនដឹងជាមកពីខាងណាទេត្រូវជាក្មួយរបស់អ្នកជិតខាងរបស់គាត់ហ្នឹងណាពេលដែលមកដល់នោះក៏បានបាទឃើញសម្រស់របស់បងស្រីនីសានេះពេលដែលឃើញស្អាតក៏បានលេបខាយហើយក៏បានឌឺដងហើយក៏បានសុំស្រឡាញ់ដោយដឹងថាគេហ្នឹងគឺមានប្តីទៅហើយតែនៅតែចង់ស្រឡាញ់បងស្រីនីសានឹងទៀតបងស្រីក៏តែងតែនិយាយប្រាប់ទៅអ៊ីនឹងដែរថាក្មួយរបស់អ៊ីដូចជាមិនកើតទេដឹងតែខ្ញុំមានប្តីហើយហ្នឹងក៏នៅតែតាមស្រឡាញ់ខ្ញុំក៏នៅតែតាមរករឿងក៏តាមវហើយជាពិសេសហ្នឹងគឺតាមព្យាយាមឲ្យធ្វើយ៉ាងណាឲ្យត្រូវរោជាមួយនឹងប្តីដើម្បីនិយាយរឿងនេះនិយាយរឿងនោះចឹងទៅតែនៅទីបំផុតណាក៏បានបែកបាក់គ្នាជាស្ថាពរដោយសារតែមនុស្សរបៀបហ្នឹងដោយមនុស្សរបៀបនោះណាដោយបានគិតនិយាយថាចេះគេថាបើសិនជាខ្លួនមិនបានណាអ្នកណាក៏មិនបានដែរក៏សុកចិត្តបំផ្លាញចោលចុះហេតុអីបានជាអញ្ចឹងមនុស្សគេស្រឡាញ់គ្នាហេតុអីបានទៅបំបាយបំបាក់គ្នាបើតាមធម៌ពុទ្ធវិញណាអ្នកបំបាយបំបាក់អញ្ចឹងគឺបាបកម្មណាស់បងប្អូនគេកំពុងតែស្រឡាញ់គ្នាគេមានដើមជីវិតរបស់គេហើយយើងនេះទៅវិណានេះចាត់ព្រាត់វិណាសោះទៅធ្វើបាបគេឲ្យគេរងទៅរត់អញ្ចឹងហើយបងស្រីក៏គាត់ឈឺចាប់អញ្ចឹងក៏គាត់បានចែកម្លែងសាច់រឿងមកកាន់ខ្ញុំតែម្ដងដោយបងស្រីគឺជាអ្នកខេត្តទេណាមិនមែនអ្នកភ្នំពេញទេអញ្ចឹងហើយយើងកុំឲ្យខាតពេលយូរយើងទៅស្ដាប់មើលសាច់រឿងរបស់បងស្រីមើលថាម្នាក់ហ្នឹងឈ្មោះអីហេតុអីបានជាមកបំបាយបំបាក់គ្រួសារគេអញ្ចឹងបងស្រីក៏បានចែករំលែកសាច់រឿងរបស់គាត់នៅពេលដែលគាត់ហ្នឹងណាគឺបានធ្វើការនៅខាងអង្គការមួយហើយអង្គការហ្នឹងគឺអង្គការក្រៅរដ្ឋាភិបាលទេបន្ទាប់ពីគាត់បានរៀនចប់ឆ្នាំ12គឺគាត់បានចូលធ្វើហ្មងគាត់ធ្វើខាងអង្គការហ្នឹងគឺគាត់ចុះទៅតាមទីរួមខេត្តចុះទៅតាមខេត្តនីមួយៗដែលគាត់ធ្វើការហើយស្រុកកំណើតរបស់គាត់ហ្នឹងនៅខាងខេត្តកំពង់ឆ្នាំងខាងសាលាលេខ5បងស្រីគាត់បាននិយាយថាពេលហ្នឹងណាគាត់បានស្គាល់នឹងបរិសម្នាក់ដោយបរិសម្នាក់ហ្នឹងណាគឺជាអ្នកធ្វើការងារជាមួយនឹងគាត់បរិសម្នាក់ហ្នឹងក៏តែងតែមើលថែក៏តែងតែទិញរបស់របរក៏តែងតែទិញអ្វីឲ្យខ្លួនញ៉ាំដែរដោយសារតែទង្វើល្អរបស់គាត់ក៏ធ្វើឲ្យបងស្រីនីសានេះគាត់ហ្នឹងក៏មានគំនិតកូនចិត្តថានឹងស្រឡាញ់ទៅបរិសម្នាក់ហ្នឹងតែភាពជាស្ត្រីក៏មិនអាចហាស្ដីបានដែរលុះត្រាតែខាងបរិសនោះគេស្នើមកខាងមុនទៅគាត់ហ្នឹងនឹងព្រមទៅស្រឡាញ់ទៅខាងប្តីរបស់គាត់ហ្នឹងរីឯប្តីរបស់គាត់ហ្នឹងក៏មានចិត្តស្រឡាញ់គាត់ដែរតែដោយសារគេហៅថាបរិសដើមទ្រូង5ហាត់ណាក៏មិនហ៊ាននិយាយដែរហើយភាកច្រើនណាមនុស្សប្រុសយើងពេលដែលសារភាពទៅប្រាប់អ្នកណាម្នាក់ទៅប្រាប់ឲ្យថាអូនបងស្រឡាញ់អូនគឺមិនអញ្ចឹងទេគឺនៅបេះដូងនៅលុតឌុកដាក់ដូចចង្វាក់ម៉ាឌីហ្សូនអញ្ចឹងមិនហ៊ានសឹងសារភាពប្រាប់គេទេចូលរួមកម្មវិធីនីមួយៗក៏តែងតែមានមុខរបស់បងស្រីនីសាហើយនឹងបងប្រុសហ្នឹងក៏តែងតែទៅជាមួយគ្នាគ្រប់កម្មវិធីហ្នឹងរហូតតតែថ្ងៃមួយពេលដែលគាត់ចូលក្នុងកម្មវិធីការរបស់មិត្តភ័ក្តិពេលហ្នឹងគាត់ក៏បានអង្គុយតុជាមួយនឹងខាងបងប្រុសហ្នឹងហើយបងប្រុសហ្នឹងគាត់ក៏បានធ្វើខ្លួនយ៉ាងស្អាតហើយគាត់ក៏អង្គុយក្បែរនៅក្បែរបងស្រីនីសាដល់ពេលហ្នឹងបងស្រីនីសាហ្នឹងគឺអត់ទាន់បេះដូងលោតញាប់អីទេដោយសារតែពេលហ្នឹងគឺគាត់បានពិសាគ្រឿងស្រវឹងហើយបងស្រីនីសាក៏ពិសាហើយខាងនោះក៏គេពិសាដែរគ្រឿងស្រវឹងហ្នឹងធ្វើឲ្យគាត់ហ៊ាននិយាយហ្មងពេលហ្នឹងក៏ខាងបរិសហ្នឹងក៏គេបាននិយាយថាអូនបងមានរឿងមួយលាក់ក្នុងចិត្តយូរហើយបងអត់ចង់ហ៊ាននិយាយសោះពេលដែលបងឃើញមុខអូនធ្វើឲ្យបងហ្នឹងគឺអត់ហ៊ានហ្មងពេលហ្នឹងក៏នីសាថាមានរឿងអីនិយាយមកចាំបាច់អីតដេបតដប់ម៉េចមានរឿងអីនិយាយមក
បរោះហ្នឹងក៏បាននិយាយថាទៅតែពេលនេះទេទៅខ្ញុំហ្នឹងគឺហ៊ាននិយាយហើយពេលហ្នឹងសំឡេងអកកេះលឺរាំងរំពងហ្មងណាធ្វើឲ្យគាត់នឹងស្ដាប់សឹងមិនច្បាស់និយាយថាគាត់ប្រឹងយកកជារបស់គាត់ផ្ទៀងទៅលើសម្ដីរបស់បរោះហ្នឹងក៏បាននិយាយថាជាច្រើនថ្ងៃខែឆ្នាំមកហើយដែលខ្ញុំនឹងបានធ្វើការជាមួយនឹងនីសាហើយខ្ញុំក៏តែងតែលួចគយគុណនីសាដែរឃើញថានីសាហ្នឹងទាំងលក្ខណៈសម្បត្តិទាំងគ្រួសារទាំងវងតកូលរបស់នីសាហ្នឹងឃើញថាល្អហើយខ្ញុំហ្នឹងគឺមានបំណងមួយបំណងតូចទេគឺបំណងចង់បាននីសាហ្នឹងធ្វើជាប្រពន្ធតើនីសាគិតថាម៉េចពេលហ្នឹងបងស្រីក៏រងចាំឱកាសហ្នឹងយូរហើយគាត់ក៏បានស្រឡាញ់ទៅខាងបរោះហ្នឹងដែរគាត់ក៏បាននិយាយទៅកាន់វិញថាខ្ញុំស្ដាប់មិនឮទេអត់ស្ដាប់អត់ឮទេណាអញ្ចឹងហើយក៏ខាងបរោះហ្នឹងក៏អត់ហ៊ាននិយាយទីលើកទី2ដែរក៏បានថាបើស្ដាប់មិនឮក៏មិនអីដែរហើយពេលហ្នឹងមុខបរោះហ្នឹងឡើងក្រហមហើយបងស្រីហ្នឹងក៏មុខឡើងក្រហមឡើងយល់ដូចគ្នាដែរដោយមិត្តភ័ក្តិអ្នកដែលធ្វើការខាងជាមួយគាត់ហ្នឹងណាក៏បាននិយាយថាពីរអ្នកហ្នឹងនិយាយរឿងអីមុខក្រហមមកម៉េចហើយក៏ស្វឹងស្រាខ្លាំងពេកហើយពេលហ្នឹងក៏នាំគ្នាបាផឹកស៊ីហើយនាំគ្នារំបន្តិចបន្តួចចឹងទៅហើយក៏គេមិត្តភ័ក្តិហ្នឹងណាដូចជាគេដឹងចឹងគេចាប់ឲ្យរំកេវគ្នារំវងសារវ៉ាន់តលងឡាំលាវជាមួយគ្នាបងស្រីក៏រំបាតាមរំពេនទៅតាមតែគាត់ចេះចាំចំណាំរៀនណាគាត់រំយ៉ាងស្អាតជាមួយនឹងខាងបរោះហ្នឹងរីឯបរោះហ្នឹងវិញបាទក៏រំឡើងរំពេនបាទហើយចាប់មកបត់ហើយចូលមកបត់ទៀតគឺរំតាមគ្នាឡើងត្រដាត់ដោយបាទគេហៅថាគូស្នេហ៍ថ្មងថ្មីចឹងទៅបន្ទាប់ពីចប់កម្មវិធីពេលហ្នឹងក៏បងស្រីនីសានេះគាត់ក៏បានត្រឡប់មកផ្ទះវិញពេលហ្នឹងគឺគាត់អត់មានអីជិះទេតែបងប្រុសនេះគាត់ហ្នឹងក៏បានស្ម័គ្រខ្លួនជូនបងស្រីនីសាហ្នឹងគឺត្រឡប់មកផ្ទះនៅតាមផ្លូវណាបងស្រីគាត់ជិះនៅលើកែបអត់ហ៊ាននៅក្បែរខ្លួនទេគាត់ខិតមកខាងក្រោយនេះហើយពេលដែលបងប្រុសគាត់ខិតទៅខាងមុខដោយមិនចង់ឲ្យប៉ះខ្លួនទាំងពីរហ្នឹងប៉ះគ្នាតែធ្វើរបៀបនេះណាធ្វើឲ្យបងប្រុសហ្នឹងគឺជិះបាទកង់មុខលោតរហូតដោយសារតែបងស្រីនីសាគឺគាត់ធាត់ចឹងទៅគាត់អង្គុយខិតខ້ອຍក្រោយដល់ពេលគាត់បុកកលុកគាត់ឡើងកលុកគឺហៅកង់មុខបាទហៅកង់មុខព្រិបព្រាក់ចឹងទៅរត់តែដួលតែបើសិនជាដួលខ្មាស់គេដូច្នេះគាត់ដឹកទៅរហូតតទៅដល់ផ្ទះតែមុនទៅដល់ផ្ទះហ្នឹងដល់របងផ្ទះរបស់បងស្រីនីសានេះបរិះហ្នឹងក៏បាននិយាយថានៅកន្លែងរោងហ្នឹងវាមនុស្សច្រើនពេកខ្ញុំមិនបាក់និយាយតែឥឡូវនិយាយខ្ញុំសូមនិយាយថានីសាខ្ញុំបានឃើញនីសាយូរហើយខ្ញុំបានស្រឡាញ់នីសាតែនីសាហ្នឹងព្រមស្រឡាញ់ខ្ញុំទេព្រមធ្វើជាកូនកំមុំខ្ញុំទេបើសិននីសាយល់ព្រមណាគាត់នឹងឲ្យចាស់ទុំចូលមកស្ដីដណ្ដឹងបងស្រីនីសាហ្នឹងក៏គាត់បាននិយាយថាគាត់អត់បានស្អប់អត់បានខ្ពើមទេគាត់ហ្នឹងក៏បានលួចសម្លឹងទៅខាងបងយូរដែរហើយតែខ្លួនជាស្រីទោះជាហាស្ដីទៅវាមិនសមតែដល់ពេលបងនិយាយចឹងហើយអត់អីទេបងឲ្យចាស់ទុំមកចូលចាជើទៅខ្ញុំនៅកំមុំខ្ញុំសម្រេចទៅលើឪពុកម្ដាយរបស់ខ្ញុំទេពេលហ្នឹងក៏ខាងបរោះនោះពេលដែលគេបើកភ្លើងឲ្យចឹងហើយណាបងប្រុសហ្នឹងក៏គាត់បានយកដាយរបស់អ្នកគ្រូយកដាយរបស់បងស្រីនីសាហ្នឹងយកមកកាន់ហើយពេលនោះគាត់បានយកមកថើបថាអរគុណណាស់សម្រាប់នៅការដែលទុកចិត្តគាត់ដូច្នេះហើយពេលដែលគាត់ត្រឡប់ទៅវិញគាត់នឹងរកថ្ងៃជាវេលាល្អណាស់មួយគាត់នឹងនាំចាស់ទុំមកចូលចាជើមកកាន់អូនតែម្ដងពេលហ្នឹងក៏បានចូលទៅក្នុងផ្ទះទៅហើយបងស្រីគាត់សម្លឹងមកមើលវិញណាគាត់ចូលទៅក្នុងផ្ទះគាត់បានប្រាប់ថាអញ្ចឹងទៅហើយបើកបរដោយសុវត្ថិភាពពេលដែលជិះទៅអញ្ចឹងបងស្រីនៅឈរមើលហើយក៏ចេញពីមុខរបងមើលរហូតតតែបងប្រុសម្នាក់ហ្នឹងជិះរហូតតតែដាច់កន្ទុយភ្នែករហូតតតែមើលម៉ូតូឡើងឃើញពេលហ្នឹងបងស្រីក៏បានចូលដេកមួយយប់ទល់ភ្លឺមនុស្សមិនដែលមានស្នេហាណាក៏ចាប់ផ្ដើមនិយាយថាគឺដេកមិនលក់ទេរសាប់រសល់ងាកឆ្វេងងាកស្ដាំក្ដុងក្ដាំងម្ដាយឪពុកដែលនៅក្រោមហ្នឹងក៏ថាជាចាំឲ្យកពៅហើយហើយដេកបានជាក្ដុងក្ដាំងម៉េចកូនឯងមុំដេកមុំពួនហើយពេលហ្នឹងក៏បានដេកចឹងទៅព្រឹកព្រលឹមឡើងមកដល់ពេលនោះបងស្រីក៏បានរៀបចំខ្លួនហើយជាចាំបាក់រួចហើយក៏បានជិះម៉ូតូទៅធ្វើការពេលដែលទៅធ្វើការនោះក៏បានឃើញបាទបរិសម្នាក់ហ្នឹងស្លៀកពាក់យ៉ាងស្អាតតនុយបាញ់ទឹកអប់ហើយញែកបាទសក់កណ្ដាលពេលហ្នឹងណាគាត់ឃើញភ្លាមរៀងអៀនហ្មងណាអៀនគ្នាទៅវិញទៅមកដំបូងអត់ចេះអៀនទេតែពេលដែលឃើញរៀងអៀន
ហើយក៏បាននិយាយថាអូនមកដល់ហើយមកអូនបងចូលទៅខាងក្នុងទាំងអស់គ្នាពេលហ្នឹងក៏បានចូលទៅខាងក្នុងទាំងអស់គ្នាអ្នកនៅខាងក្នុងក៏បង្អាប់ទៀតថាហីពីរអ្នកហ្នឹងត្រូវរកគ្នាពីកាលណាហើយឯងមិនដឹងហើយពេលហ្នឹងក៏ម្នាក់គេថាគេត្រូវរកគ្នាយូរហើយឯងអត់ដឹងទេពេលហ្នឹងថាអូហើយថ្ងៃណាបានចូលរោងជ័យពេលហ្នឹងក៏អ្នកទាំងពីរហ្នឹងថាចាំមើលសាកមើលចិត្តគ្នាសិនដោយបានបញ្ចេញបើកចំហខ្លះណាហើយបន្ទាប់ពីចេញពីធ្វើការហ្នឹងបន្ទាប់ពីនិយាយគ្នាអៀនបន្តិចបន្តួចហ្នឹងរហូតតតែបាទមួយអាទិត្យពេលហ្នឹងខាងបរោះនេះគេក៏បានប្រាប់ថាថ្ងៃសៅរ៍នេះគាត់នឹងនាំចាស់ទុំទៅចាយចៅអូនហើយអញ្ចឹងអូនប្រាប់ចាស់ទុំរបស់អូនផងពេលហ្នឹងក៏ខាងបងស្រីនីសាហ្នឹងក៏បានបាទត្រឡប់ទៅផ្ទះវិញហើយក៏ធ្វើអឹមអៀនបាទហើយពេលហ្នឹងម៉ែអូក៏សួរថាកូនឯងវាស្អីហ្នឹងថ្ងៃហ្នឹងអឹមអៀនចង់ហៅសពុតខ្លួនឯងហ្នឹងថាងអូម៉ែខ្ញុំមានដំណឹងល្អមួយប្រាប់អូម៉ែថាកូនហ្នឹងគេស្រឡាញ់ឥឡូវគេថាស្អែកកាន់ស្អែកហ្នឹងគេចូលស្ដីដណ្ដឹងកូនហើយអញ្ចឹងហើយមើលអូម៉ែជួយប្រាប់ទៅដល់ចាស់ទុំយើងផងណាថាកូនហ្នឹងគឺចិត្តមានប្តីហើយពេលហ្នឹងក៏ខាងឪពុកហ្នឹងក៏បានប្រាប់ថាកូនកំមុំអញហ្នឹងគឺបានវាយចេញហើយអញ្ចឹងល្អណាស់ហើយពេលហ្នឹងគាត់ក៏បានបាទទៅប្រាប់ចាស់ទុំអ៊ីអ៊ុំពូបងណាកំណត់ថ្ងៃល្អសម្រាប់ពេលដែលគាត់ហ្នឹងគឺចូលមកសួរស្ដីដល់ពេលថ្ងៃហ្នឹងមកដល់ក៏បានឃើញចាស់ទុំបាទម្លានចុះនៅមុខផ្ទះរបស់ខាងបងស្រីនីសាហ្នឹងដោយមានបាទចាស់ទុំប្អូនបងជាច្រើនអ្នកបាទចូលស្ដីដណ្ដឹងសួរពេលហ្នឹងចាស់ទុំគាត់ស្គាល់គ្នាហើយហ្នឹងគាត់ក៏បានគាត់ទៅសួរតែបន្តិចបន្តួចបង្កប់រាប់ជាថ្លៃទឹកដោះហើយយកខែឆ្នាំកំណើតរបស់បងស្រីហើយនឹងខាងបងប្រុសនោះយកទៅឲ្យគ្រូជាពលាណាដេញពលាទៅតែប៉ុណ្ណឹងគឺគ្រប់ទៅហើយបន្ទាប់ពីបានដេញជាពលាល្អហើយពេលនោះអ្នកទាំងពីរហ្នឹងក៏ត្រូវបានមានឈ្មោះហៅថាគឺសង្សារនឹងគ្នាពេលហ្នឹងមកហ្នឹងក៏ខាងបងប្រុសក៏តែងតែមកដុកជាញឹកញាប់បាទមកដុបបងស្រីជាញឹកញាប់ហ្មងថ្ងៃណាក៏មកដុបថ្ងៃណាក៏មកដុបផងដែរហើយមកដុបចឹងទៅគឺគ្មានណានិយាយទេហើយកាន់តែស្រឡាញ់ទៅរហូតតទៅដល់ថ្ងៃជាពលាល្អដែលថ្ងៃរៀបអាពាហ៍ពិពាហ៍ហ្នឹងបងស្រីហ្នឹងក៏បានរៀបការជាមួយនឹងខាងបងប្រុសហ្នឹងទៅហើយក៏មានបានអញ្ជើញភ្ញៀវចូលរួមជាច្រើនកកនៅក្នុងចំណោមហ្នឹងគឺមានក្មួយស្រីរបស់អ្នកជិតខាងម្នាក់ដែលម្នាក់ហ្នឹងឈ្មោះថាអាហៀហ្នឹងគឺជាអ្នកដែលនៅទីក្រុងភ្នំពេញអាហៀហ្នឹងគឺបានទៅចូលរួមក្នុងកម្មវិធីការហ្នឹងដែរដោយអាហៀហ្នឹងមានសាក់ឡើងពេញខ្លួនតែម្ដងមានសាក់មានកវលចោះឡើងពេញតែខ្លួនហ្នឹងហើយអាហៀនេះណាគឺជាគេហៅថាក្មេងទំនើងណាដែលនៅទីក្រុងភ្នំពេញហ្នឹងដែលតែងតែរករឿងតែងតែបង្កឆ្លោះទៅកាន់មិត្តភ័ក្តិហើយពេលដែលទៅលេងស្រុកកំណើតហ្នឹងណាក៏ត្រូវបានគេឲ្យទៅបាទចូលរួមក្នុងកម្មវិធីការរបស់បងស្រីនីសាហ្នឹងពេលដែលចូលទៅរួមបាននៅក្នុងកម្មវិធីហ្នឹងក៏មានភ្ញៀវកកច្រើនមែនទែនទាំងទីចិត្តទីឆ្ងាយហ្នឹងគឺចូលមករួមបាទនៅក្នុងកម្មវិធីការហ្នឹងគឺថាបងប្អូនសាច់ញាតិអីហ្នឹងណាគឺតែងតែមកហើយបាទជួបជុំនៅក្នុងពេលហ្នឹងហើយក៏មានខាងតន្ត្រីខាងអកកេះហើយការកាត់នំផងដែរដោយមានភ្ញៀវជាច្រើនបាទកកមែនទែនហើយម្នាក់អង្គលាន់មាត់សរសើរថាការហ្នឹងគឺទំនើបណាស់ការហ្នឹងគឺល្អណាស់មិនយូរប៉ុន្មានហ្នឹងណាក៏ភ្ញៀវជាច្រើនក៏បានត្រឡប់ទៅផ្ទះវិញដោយពេលហ្នឹងនៅសល់ភ្ញៀវតែបន្តិចបន្តួចទេសល់ប្រហែលជា 4-5 តុកតែប៉ុណ្ណោះដោយពេលហ្នឹងក៏បានលឺសូរមាត់ទូចមាត់ធំដោយបងស្រីពេលដែលលឺអញ្ចឹងក៏បានដេញប្តីឲ្យទៅមើលហើយពេលហ្នឹងក៏ប្តីបានទៅមើលទៅក៏បានប្រាប់ថាគឺមានគេបង្កឆ្លោះបងមិនដឹងថាអ្នកហ្នឹងជាអ្នកណាទេហើយបន្ទាប់ឡើងមកក៏បានវាយគ្នាពេញតែរោងពិធីមង្គលការហ្នឹងទៅហើយពេលដែលអញ្ចឹងទៅណាបងប្អូននៅពិធីមង្គលការគេសោះណាហេតុអីបាទគេអញ្ជើញយើងទៅពិសាហើយហ្នឹងណាហេតុអីបានជាទៅរកបកឆ្លោះទៅនៅក្នុងកម្មវិធីគេអញ្ចឹងបើសិនជាគិតថាអញ្ចឹងណាយើងចេញមកខាងក្រៅបបួលគ្នាមកបាទបបួលគ្នាមកខាងក្រៅមកកុំឲ្យតែពាក់ព័ន្ធនៅក្នុងរោងពិធីមង្គលការគេហ្នឹងវិធីមង្គលការគេមានច្បាប់អាពាហ៍ពិពាហ៍របស់គេត្រឹមត្រូវគេមានដឹងលឺដោយខាងមេឃុំមេភូមិត្រឹមត្រូវតែបើជាឯងមកពីស្រុកចម្ងាយឯណាមកនោះបែរជាមកបង្កឆ្លោះនៅក្នុងកម្មវិធីហ្នឹងដោយអួតអាងថាគឺខ្លួនខ្លាំង
គ្រាន់តែនៅភ្នំពេញក៏ជន់ផ្អៀងចឹងដែរចឹងទៅដែលឈ្មោះថាអាហៀណាអ្នកណាមិនស្គាល់ឈ្មោះថាអាហៀហ្នឹងទៅភ្នំពេញទៅម្លុកចោមចៅអាហៀអញ្ចឹងក៏ចេះតែនិយាយចឹងណាតែអ្នកនៅតាមបណ្ដាខេត្តគឺគេមិនដែលស្គាល់ហ្នឹងអ្នកខ្លះគេមិនស្គាល់ទាំងចោមចៅអ្នកខ្លះគេមិនដែលស្គាល់ទាំងខាងបរមរាជវាំងវត្តភ្នំអ្នកខ្លះសឹងតែមិនដែលបានមកទីក្រុងភ្នំពេញម្ដងប៉ុណ្ណឹងធ្វើមិននឹងគេស្គាល់ពេលហ្នឹងណាអ្នកនៅភូមិគេត្រូវខ្លាំងពេកគេក៏បានព្រួតគ្នាវាយបរោះម្នាក់ហ្នឹងដែលឈ្មោះថាអាហៀហ្នឹងទៅដោយអាហៀហ្នឹងគឺក្មេងទេមិនមែនជាអាយុច្រើនសកបងនិសាហ្នឹងទេអាយុប្អូនប្រហែលជាខ្ទង់2ទៅ3ឆ្នាំនិយាយថាប្អូន3ឆ្នាំទៅចុះបងប្អូនណាប្អូនបងស្រីនិសាហ្នឹង3ឆ្នាំក៏បានបកកឆ្លោះនៅក្នុងវិធីមង្គលការបាសវាយគ្នាឡើងទៅហ៊ានទៅហូនពេញហ្នឹងបន្ទាប់ពីបងសមត្ថកិច្ចគាត់មកបានចាប់ហើយក៏បានបាទសួរចុះសួរឡើងទៅក៏បានដឹងថាអាហៀនេះគឺជាក្មួយរបស់អ្នកជិតខាងហើយអ្នកជិតខាងហ្នឹងណាគឺជាមនុស្សមួយគេថាល្អណាស់ដែលតែងតែចេះជួយយកអាសាអ្នកដតីដោយមិនចេះកេងប្រវាញ់ដោយមិនចេះលឹបលួចអីទេដោយសារតែស្ត្រីហ្នឹងគឺជាមិត្តល្អរបស់ម្ដាយរបស់បងស្រីនិសាដូច្នេះហើយអ៊ំស្រីហ្នឹងគាត់ក៏បានមកវល់លន់តួសូមកុំអោយខាងបងស្រីនេះរករឿងជាមួយក្មួយគាត់អីហើយពេលហ្នឹងអ៊ំស្រីក៏ថាហើយទៅចុះគ្រាន់តែរឿងប៉ុណ្ណឹងក៏ថាប៉ះគ្នាទីទួតវាមិនអីទេដូច្នេះគាត់ក៏បានអោយខាងគេហ្នឹងរួចខ្លួនទៅដោយមិនបានចាប់ទោសអូនដំណើរទេឲ្យគេត្រឡប់ទៅវិញចុះតែមនុស្សហៀនេះអត់បានខ្វល់ទេពេលដែលចេញទៅមុខរោងហើយក៏ចាំពូនស្ទាក់វាយគេអ្នកដែលចេញទៅពីក្នុងរោងនឹងទៀតដោយសារតែគេខ្ជិលសន្សំរឿងហើយហ្នឹងណាបែរជាទៅសន្សំរឿងជាមួយគេទៀតក៏បានទៅវាយគេធ្វើឲ្យគេហ្នឹងគ្រោងគ្រោះថ្នាក់ហើយគេក៏បានជូនទៅមន្ទីរពេទ្យទៅអីចឹងទៅដោយពេលហ្នឹងណាគេខឹងខ្លាំងពេកតែគេវាមិនមានផោះតាងអីដើម្បីទៅចាប់វាទេហើយបន្ទាប់ពីការរួចរាល់ហើយបងស្រីនិសានេះគាត់សប្បាយចិត្តគាត់បានប្តីដែលគាត់បានស្រឡាញ់ហើយគាត់តែងតែចេញទៅធ្វើការជាមួយនឹងប្តីគាត់បាត់ពីផ្ទះថ្ងៃណាក៏បាត់ដែរក្រោយឡើងមកទៀតមកណាដោយសារតែគាត់ហ្នឹងគឺការជាមួយប្តីគាត់បានរយៈពេល3ខែប្តីរបស់គាត់ហ្នឹងណាក៏អាសាបាសដើរលេងនៅក្នុងភូមិហ្នឹងហើយភាគច្រើនហ្នឹងគឺអាហៀនេះក៏ឡើងចុះឡើងចុះរហូតហើយមិនដឹងថាអាហៀនេះលួចស្រឡាញ់គាត់តាំងពីកាលណាទេមិនដឹងថាស្រឡាញ់គាត់តាំងពីឆ្នាំណាខែណាទេអាហៀហ្នឹងក៏អាសាបាសមកនិយាយលេងជាមួយនឹងខាងបងស្រីនិសាហ្នឹងណាថាចែឯងបានប្តីអញ្ចឹងចែឯងសប្បាយចិត្តទេហើយពេលហ្នឹងចែថាគាត់សប្បាយចិត្តណាគាត់បានប្តីគាត់ដែរគាត់ស្រឡាញ់ណាចែឯងឡាញ់ប្តីចែឯងមកយកខ្ញុំហ្មងទៅចែឯងមើលខ្ញុំក្មេងជាងប្តីចែឯងចាស់ហើយប្តីចែឯងធ្វើអីអត់កើតទេយកខ្ញុំទៅខ្ញុំកម្លាំងពេញហិលចែឯងមិនគួរណាទៅយកប្តីចាស់អញ្ចឹងទេចែខ្ញុំស្ដាយណាស់ចែឯងស្អាតតែបែរជាទៅយកប្តីឡើងកក្រិចពេលហ្នឹងក៏ខាងបងស្រីនិសាក៏ថាអូនឯងនិយាយអីចឹងអូនឯងនិយាយចឹងទោះគេលឺណាគេថាបងហ្នឹងគឺមើងងាយប្តីអីអញ្ចឹងអូនឯងគឺត្រឡប់ទៅវិញទៅហើយពេលហ្នឹងគាត់ក៏បានឡើងទៅលើផ្ទះតែអាហៀហ្នឹងគឺអត់តាណាទេអាហៀហ្នឹងគឺនៅក្រោមផ្ទះរបស់ខាងបងស្រីនិសាហ្នឹងរហូតតតែឪពុកម្ដាយរបស់បងស្រីនិសានេះគាត់ត្រឡប់មកពីស្រែវិញទៅអាហៀហ្នឹងគឺបានដើរត្រឡប់ទៅផ្ទះវិញបើមុខបង្អួចណាពេលបាយទៅមើលមុខនៅផ្ទះរបស់អ្នកជិតខាងហ្នឹងហើយអាហៀហ្នឹងវានៅជាប់បង្អួចហ្នឹងទៀតពេលដែលបងស្រីនិសាបើកទ្វារបង្អួចភ្លាមក៏ឃើញអាហៀហ្នឹងគឺនៅអង្គុយសម្លក់បងស្រីនិសាហើយថ្ងៃមួយបងស្រីនិសាគាត់ចងពងណាគាត់ចងពងនៅលើផ្ទះចុះនៅក្រោមផ្ទះគាត់មិនហ៊ានគាត់ចងពងលើផ្ទះគាត់ងូតទឹកហើយគាត់ឡើងទៅលើហ្នឹងពេលហ្នឹងគាត់ក៏បានបើកទ្វារបង្អួចហ្នឹងក៏បានឃើញអាហៀហ្នឹងគឺនៅអង្គុយខោខ្លីហ្នឹងនៅអង្គុយសម្លឹងមើលបងស្រីហ្នឹងធ្វើឲ្យបងស្រីហ្នឹងអៀនមែនតែនតែអៀនមួយជុំហ្នឹងគាត់ខ្លាចទៀតដោយសារតែមើលមុខអាហៀហ្នឹងណាគឺធ្វើដូចជាមនុស្សចង់ដូចជាខ្លាបងប្អូនណាដូចជាខ្លាដែលកំពុងតែរកប្រមាញ់ចំណីណាពេលហ្នឹងគាត់ដឹងថាដូចជាខ្លាកំពុងតែប្រមាញ់ចំណីចឹងពេលហ្នឹងគាត់ក៏បានទាញទ្វារបង្អួចបិទទៅហើយគាត់ហ្នឹងក៏អត់ចង់មានរឿងបកកឆ្លុះអីទេគាត់ក៏បានទៅនិយាយជាមួយនឹងអ៊ំស្រីដែលនៅក្បែរផ្ទះគាត់ហ្នឹងគាត់ថាអ៊ំខ្ញុំមានរឿងមួយនិយាយប្រាប់អ៊ំណាមានរឿងអីនិយាយមកក្មួយរបស់អ៊ំណាដូចជាមិនសូវស្រួលហើយអ៊ំថាមានរឿងអីបានជាមិនសូវស្រួលអ៊ំឯងមើលក្មួយរបស់អ៊ំហ្នឹងគេបានមកនិយាយថាវាស្រឡាញ់ខ្ញុំហើយវាឲ្យខ្ញុំឡាញប្តីខ្ញុំទៅ
វាធានាចិញ្ចឹមខ្ញុំវានាំខ្ញុំទៅនៅភ្នំពេញរស់នៅយ៉ាងធូរអ៊ំឯងជួយបដាវទៅក្មួយអ៊ំឯងផងហើយពេលហ្នឹងណាអ៊ំក៏ថាមិនអីទេក្មួយអាក្មួយអ៊ំហ្នឹងវាតម្រើសតាំងពីយូរហើយតែចាំមើលណាអ៊ំនឹងបដាវវាអណានៃម្ដងអត់អីទេក្មួយឯងត្រឡប់ទៅផ្ទះវិញចុះល្ងាចឡើងហ្នឹងណាក៏បានលឺសូរយោរយ៉ាដោយខាងអ៊ំស្រីហ្នឹងគាត់បានបដាវក្មួយគាត់ថាអាហៀហើយមកនេះឯងក្មេងទេហេតុអីបានជាចង់លេងក្បាលចាស់ឯងក្មេងទេហេតុអីបានជាចង់បានប្រពន្ធចាស់ប្រពន្ធគេណាឯងចង់បានប្រពន្ធគេទៅអីបើសិនជាស្រីនៅកមុំចាំមកយកបើថាស្រីប្តីគេហើយទៅយកទៅអីអាហៀថាបើខ្ញុំស្រឡាញ់ធ្វើម៉េចខ្ញុំនឹងតាមយកនាងឲ្យបានតែបើសិនជាមិនបាននាងទេក៏គ្មាននរណាទៅជាម្ចាស់របស់នាងដែរខ្ញុំនឹងបំបាច់ហ្នឹងមិនឲ្យត្រូវគ្នាទេពេលហ្នឹងអ៊ំស្រីក៏បានទេរំពាត់ដេញវាយមកដេញវាយទៅដល់ពេលឪពុកម្ដាយរបស់ខាងបងស្រីនេសានេះគាត់ឃើញដេញវាយក្មួយអញ្ចឹងគាត់ក៏បានបាទទៅចូលជួយគាត់ថាកុំវាយគ្នាអីគ្នានៅក្មេងណាតែវាយគ្នាអញ្ចឹងទៅអីគ្នាស្រឡាញ់អ្នកណាក៏ស្រឡាញ់ទៅហើយក្រោយឡើងមកទៀតពេលហ្នឹងព្រះអង្គស្រីនេសានេះគាត់ងូតទឹកអានដងរូងយើងហ្នឹងគាត់ងូតទឹកគឺកន្លែងហ្នឹងគឺមានកន្លែងបាំងបាទបាំងកណាត់ណាបាទកន្លែងហ្នឹងសម្រាប់ស្រីគេបាំងកណាត់គេផ្លាស់អាវផ្លាស់ខោទៅកុំឲ្យគេឃើញណាតែពេលហ្នឹងគឺខាងអាហៀនេះគឺបានដើរទៅកន្លែងគេហ្នឹងហ្មងដើរទៅកន្លែងគេកំពុងតែងូតទឹកហ្នឹងធ្វើឲ្យបងស្រីនេសាស្រែកយកមកស្រែកយកអញ្ចឹងណាហើយអាហៀហ្នឹងក៏បានប្រាប់ថាស្រែកធ្វើអីអ្នកនំពេញគេងូតទឹកជាមួយគ្នាផងគេមិនថាអីហើយពេលហ្នឹងក៏បងស្រីថាអត់មានអញ្ចឹងទេអានេះជាផ្ទះរបស់ខ្ញុំអ្នកឯងមកហ្នឹងទៅអីហើយពេលហ្នឹងអាហៀគេថាមកពីបងស្រឡាញ់អូនបងចង់បាននៅជាមួយអូនបងចង់រស់នៅជាមួយអូនឲ្យបាយពីប្តីអូនទៅបងតានានឹងចាំអូនហើយពេលហ្នឹងក៏ខាងបងស្រីនេះគាត់ក៏បានបាក់ដេញហ្មងដេញហើយក៏បានអាម្នាក់ហ្នឹងចាប់ដាយអញ្ចឹងណាចាប់ដាយគាត់ស្រីគាត់រើមសូវរួយដែរពេលហ្នឹងក៏គាត់ស្រាយជាងទៅក៏ប្តីគាត់បានលឺប្តីគាត់លឺហ្នឹងក៏បានចេញមករត់មកហ្នឹងណាពេលហ្នឹងក៏អាខាងអាហៀហ្នឹងក៏បានរត់ទៅផ្ទះខ្លួនបានទៅរត់ទៅផ្ទះខ្លួនតែអត់បានចូលទៅក្នុងផ្ទះទេគឺនៅឈួរមើលហើយពេលដែលប្តីរត់មកដល់ហ្នឹងប្តីក៏បានសួរថាអូនមានរឿងអីបងនេសាហ្នឹងគាត់មិនចង់ឲ្យមានបង្កឆ្លោះមិនចង់ឲ្យមានចំនួនណាគាត់ក៏បានប្រាប់ថាអត់អីទេអូនមិញហ្នឹងគឺឃើញស្អីរឿងប្លែកអញ្ចឹងណាអូនហ្នឹងគឺស្រាយជាងទៅអូនភ្ញាក់ប្តីថាអូនបើអូនខ្លាចអូនភ្ញាក់អូនទៅងូតទឹកនៅផ្ទះទៅក៏មកងូតទឹកនឹងអីហើយពេលហ្នឹងក៏បាននាំប្តីទៅតែពេលទៅហ្នឹងបងស្រីនេសាក៏បានងាកមកមើលអាហៀដែលនៅលបងផ្ទះហ្នឹងណាអាហៀហ្នឹងក៏បានធ្វើមាត់ធ្វើកបាទធ្វើដៃធ្វើជើងធ្វើដោយរបៀបថាចង់អញ្ចឹងណាចង់លេងជាមួយអញ្ចឹងទៅហើយបងស្រីនេសាហ្នឹងគាត់រៀងទៅចិត្តមែនតើហើយតែគាត់មិនហ៊ាននិយាយប្រាប់ប្តីទេគាត់ខ្លាចប្តីហ្នឹងគឺទៅធ្វើបាបគេទៅមានរឿងមកកឆ្លោះជាមួយគេដូច្នេះគាត់បានប្រាប់បណ្ដាយឪពុករបស់គាត់នៅថ្ងៃល្ងាចពេលដែលគាត់ចេញពីធ្វើការប្តីគាត់ថែម៉ោងគាត់បានប្រាប់ប្តីប្រាប់ម្ដាយឪពុកគាត់ថាម៉ែឪខ្ញុំមានរឿងមួយចង់ប្រាប់ម៉ែឪមានរឿងអីនិយាយមកម៉ែឯងក្មួយរបស់អ៊ំស្រីនៅក្បែរផ្ទះយើងហ្នឹងណាឈ្មោះវាអាហៀហ្នឹងណាវាថាវាហ្នឹងណាស្រឡាញ់ខ្ញុំវាឲ្យខ្ញុំឡាញ់ប្តីចោលទៅយកវាទៅវានឹងធានាចិញ្ចឹមខ្ញុំវានាំខ្ញុំទៅនៅភ្នំពេញរស់ស៊ីរស់នៅធូហើយម្យ៉ាងទៀតវាតែងតែលួបមើលខ្ញុំផ្សេងទៀតពេលដែលខ្ញុំងូតទឹកនេះវាក៏បានមកលួបមើលខ្ញុំពេលដែលខ្ញុំនៅលើផ្ទះនោះវាក៏បានឈរមើលពីលើបង្អួចហ្នឹងមកមើលខ្ញុំទៀតខ្ញុំភ័យណាស់ម៉ែឪខ្ញុំខ្លាចតែថ្ងៃក្រោយទៅខ្លាចតែវាធ្វើអីវាមិនសមគូមួយខ្ញុំណាពេលហ្នឹងក៏ម៉ែឪក៏ថាមិនអីទេរឿងហ្នឹងចាប់ឲ្យគាត់ទុកអ្នកចាត់ការហើយបន្ទាប់មកគាត់ក៏បាននាំពីអ្នកប្តីប្រពន្ធគាត់ហើយនាំទាំងប្អូនស្រីបងស្រីនេសាហ្នឹងទៅដែរពេលទៅដល់គាត់ហៅហ្មងមើលអ្នកតាណាហើយពេលហ្នឹងថាមានអីហ្នឹងមើលខ្ញុំមានរឿងមកនិយាយជាមួយកូនរបស់អ្នកឯងបន្តិចក្មួយអ្នកឯងនិយាយមិនមួយកូនខ្ញុំខ្លះទៅបំបាយបំបាក់ប្តីប្រពន្ធគេមិនចង់ឲ្យប្តីប្រពន្ធគេឡាញលះគ្នាមិនហើយអ្នកឯងដឹងអត់ហើយពេលហ្នឹងក៏អ៊ំស្រីក៏អត់ដឹងមែនអ៊ំស្រីក៏ថាគាត់មិនដឹងទេឲ្យវាពាក្យអ៊ំវាហើយគាត់មិនដឹងថាក្មួយគាត់មានកំណត់ខូចខលមិនគាត់មិនដឹងទេចេះតែថាមែនអីពេលហ្នឹងក៏ខាងបងស្រីនេសាទៅអត់ទេគឺវាអញ្ចឹងមែនហើយពេលហ្នឹងក៏អ៊ំស្រីថាចាំមើលហៅវាមកហើយគាត់ក៏បានហៅវាចុះមកហ្មងមើលអាហៀឲ្យចុះមកនេះមើលអាហៀក៏បានចុះមកស្លៀកតខោសឡងឯងហើយសាក់ឡើងពេញខ្លួនហើយក៏វល់បាទចោះឡើងពេញកាជាចុះមកហ្នឹង
có ban vậy tha miên rương ấy ban hao quạt miên rương ấy ban hao về trong mà khổng mà miên cá chầm hao bọt miên cá vì chơi này mặt ngay vì hot nơi nè hai bên nó có thấy cái tham mới ai cho mờ ai mấy tao gì mũi bọc pôn kia ở kia lạnh vào đây kia mình mấy ai sờ lạnh mình nè nắng ấy thà bên nó hiếc cái prap xem sờ lạnh xem trong ba mình nè nắng hay mà giang tiếp bạc nhưng mình ban tiếp ở đây biết có mình ban đây về chân mỏ nè bên nó có mà ổ bục mà đai rồi bo bon xây này xá này có khăng có trở láo có cả ban tàu vay vòng có ban tàu vay mày nó bàn tay vay tem mà đai phôi trứng đó mày nó có cùng cuốn bà rô tiền được bòn mà đấy tay bàn trâu sấy nó có khọt hay cả ban vay xây luôn ai phừng hay bên đó có ban lao từ hang lơ tia tử là hang từ lơ tia nó đọcไปxây đô lao từ lơ tia ban ba chi mà tố từ lọp máu thì không đồng bình bình đòi bị hang bà sả la lấy pram đó bà cứ một trong đồng bình cứ một bản tích đó này chi mỏng plate đó này có ban bắt chân bà để dạ pé cả lạc hài cứ mình khơi một tia tia hay bên nó bong xây này xá còn miền cồn không thấy vậy còn miền cồn nữa nàyហើយបន្ទាប់មកក៏បងត្រីនេសានេះក៏ត្រូវបានមេហ្នឹងឲ្យមកបាទធ្វើការនៅទីក្រុងភ្នំពេញគឺឲ្យមករយៈពេលដូចជាមួយអាទិត្យឲ្យមកចឹងប្តីធ្វើការក្នុងស្រុកហើយបងនេសាហ្នឹងមកបំពេញបាទគេហៅមកជួបភ្ញៀវជួបអីណាមកជួបនឹងខាងអង្គការហ្នឹងគឺខាងភ្នំពេញហ្នឹងពេលដែលមកបាទមកជាមួយនឹងពេញហ្នឹងពេលនោះមិនដឹងជាមានអ្នកណាប្រាប់អីទេក៏បានដឹងថាបងត្រីនេសាឡើងមកទីក្រុងភ្នំពេញអាហៀហ្នឹងខំស្កាត់ពីនាយពីអាយណាដើម្បីទៅស្វែងរកបងត្រីនេសាហ្នឹងពេលដែលឃើញបងត្រីនេសាហើយពេលហ្នឹងក៏បានបាទសុំស្រឡាញ់ហ្មងសុំស្រឡាញ់សុំអីតាមដងស្អិតហ្មងណាដោយគិតថានឹងបានបងត្រីនេសាធ្វើជាប្រពន្ធបងត្រីនេសាហ្នឹងគឺបាត់បាននៅមួយអាទិត្យទេបាននៅតែ3ថ្ងៃទេបងត្រីនេសាហ្នឹងក៏បានជិះតាក់ស៊ីត្រឡប់ទៅផ្ទះវិញទៅហើយបន្ទាប់ពីបងស្រីត្រឡប់ទៅផ្ទះវិញបានចំនួន1ថ្ងៃអាហៀនេះក៏បានត្រឡប់ទៅលេងនៅនឹងដែរដោយពេលទៅដល់ភ្លាមណាអាហៀហ្នឹងគឺព្យាយាមតាក់ទងបាទរាប់អានជាមួយនឹងខាងប្តីរបស់បងស្រីនេសាហ្នឹងពេលដែលស្គាល់ជាមួយនឹងបងស្រីនេសាហើយបាទប្តីរបស់បងស្រីនេសានេះពេលហ្នឹងក៏បានបាទរាប់អានគ្នាជាបងជាប្អូនអញ្ចឹងណាហើយការរាប់អានរបស់ម្នាក់ហ្នឹងគឺជាល្បិចដើម្បីបំបែកឲ្យប្តីរបស់បងនេសានេះខឹងបងនេសាដោយមករយៈកន្លងផុតទៅបន្ទាប់ពីប្តីហ្នឹងបានត្រូវរោគ្នាជាមួយនឹងអាហៀក៏តែងតែហៅអាហៀហ្នឹងមកហូបបាយហូបអីនៅក្នុងផ្ទះហើយអាហៀហ្នឹងក៏គេមកហូបបាយហូបអីក៏គេសម្លឹងតែបងស្រីនេសាហ្នឹងទេសម្លឹងអញ្ចឹងណាសម្លឹងមើលលើមើលក្រោមអញ្ចឹងទៅហើយក៏តែងតែហូបស្រាម្ដងម្កាលថ្ងៃនេះក៏ខាងអាហៀនេះគេបានបបួលប្តីរបស់បងស្រីនេសានេះបាទចូលទៅរកហូបអីហូបពេលហ្នឹងក៏បានចូលបាទទៅរកក្លឹបបាទទៅរកក្លឹបរកអីណាចូលរកអីហូបអញ្ចឹងទៅពេលហ្នឹងមិនដឹងអាហៀនិយាយអីជាមួយនឹងប្តីគាត់ទេពេលដែលប្តីគាត់ត្រឡប់មកវិញស្វឹងឡើងជោគជាំហ្នឹងណាក៏បានបាទដេកបាយខ្នងឲ្យខាងបងស្រីនេសាហើយបងស្រីនេសានឹកឃើញថាអូប្តីប្រហែលជាច្រវឹងហើយក៏បានទាញសេនយកមកកោសខ្យល់ឲ្យទៅខាងប្តីហ្នឹងក៏បានឃើញទាញសេនហ្នឹងក៏បានរុញដែររុញអីចេញអញ្ចឹងទៅគាត់ថាកុំចេញកុំមកប៉ះខ្ញុំឆ្អើមណាស់ពេលហ្នឹងក៏ខាងបងស្រីនេសាក៏បាននិយាយថាមានរឿងអីបាននិយាយឆ្អើមហ្នឹងថាខ្ញុំឆ្អើមណាស់មនុស្សស្រីអីក៏មានប្រុសច្រើនម្លេះហេតុអីបានជាខ្ញុំហេតុអីបានជាអាភ័ព្វម្លេះបានមកជួបមនុស្សស្រីអីរបៀបនេះនិយាយទាំងសវឹងណាហើយបងស្រីនេសានឹកឃើញថាអូប្តីសវឹងខ្លាចប្តីហ្នឹងគឺនិយាយរឿងអីផ្សេងណាពេលហ្នឹងគាត់បាននិយាយទេគាត់ចាំព្រឹកចាំគាត់សួរហ្មងទៅព្រឹកឡើងមកដល់គាត់បានសួរប្តីគាត់ថាពីយប់មិញទៅហូបនៅណាហើយប្តីគាត់ថាទៅហូបជាមួយនឹងអាហៀហ្នឹងគឺជាមនុស្សល្អវាបាននិយាយប្រាប់បងអស់រលីងហើយពេលដែលវានិយាយប្រាប់បងបងមិននឹកស្មានថាអូនឯងហ៊ាននិយាយចឹងសោះហឹងបងអីគេហើយពេលហ្នឹងក៏បានប្រាប់ថាអាហៀនេះបានប្រាប់បងថាអូនឯងនេះណាគឺបានខ្លួនប្រានជាមួយនឹងវាម្ដងពីរដងហើយអាការអូនឯងស្រែកហ្នឹងគឺអូនឯងស្រែកឲ្យបងទៅជួយដោយសារតែបងដើរទៅទេហើយអាហៀនេះបានប្រាប់ថាឃើញអូនឯងណាពេលអូនឯងទៅជួបគេនៅទីក្រុងភ្នំពេញគឺអូនឯងបានទៅជួបសង្សារអូនឯងជួបសង្សារអូនឯងទៅដេកជាមួយសង្សារដែលឃើញសង្សារដែលមានស្រីស្នេហ៍ផ្សេងអូនឯងក៏ខឹងគេហើយក៏បានត្រឡប់មកផ្ទះវិញដោយមិនបានទៅមួយអាទិត្យអូនឯងធ្វើរបៀបនេះហេតុអីអូនឯងមិនយល់ចិត្តរបស់បងផងហើយហេតុអីបានជួយអូនឯងហ៊ានក្បត់បងអូនឯងធ្វើអញ្ចឹងតាសមឬទេពេលហ្នឹងណា
បងស្រីនិសាណាគាត់អត់បានធ្វើចឹងទេគាត់ក៏តែលឺប្តីគាត់និយាយចឹងហ្មងគឺគាត់ស្រឡាញ់កាំងហាហេតុអីបានជាប្តីរបស់គាត់បែរជាគិតទៅវិញឆ្ងាយម្លេះគាត់ទៅហ្នឹងណាគាត់ទៅគ្រាន់តែទៅធ្វើការធម្មតាសោះចុះហេតុអីបានជាប្តីរបស់គាត់បែរជានិយាយថាគាត់ហ្នឹងគឺមានប្រុសសាហាយស្មន់ទៅវិញពេលហ្នឹងគាត់ក៏បានសុំបកស្រាយគាត់ថាគាត់ហ្នឹងគឺមិនបានធ្វើអញ្ចឹងទេគាត់ទៅជួបភ្ញៀវមែនតែដោយសារតែអាហារនេះវាតាមតាក់ទងខ្ញុំវាតាមស្រឡាញ់ខ្ញុំហើយក៏តែងឲ្យខ្ញុំឡើងឯងទៅយកវាហើយពេលហ្នឹងក៏ប្តីរបស់ខ្លួនថាបងមិនជឿទេអាហារគឺជាមនុស្សមួយនៅក្មេងវាមិនឲ្យគិតរឿងស្នេហាចឹងទេវាប្រាប់បងថាអូនឯងនេះមានសហាយនៅទីក្រុងភ្នំពេញហើយពេលហ្នឹងក៏បានឆ្លោះគ្នាចឹងទៅហើយឆ្លោះគ្នាហ្នឹងណាគឺអាហារនេះក៏តែងតែមកដប់ប្តីរបស់ខ្លួនគឺទៅផឹករាល់ថ្ងៃតែម្ដងមួយថ្ងៃដឹកយកទៅផឹកម្ដងឲ្យទៅមកវិញរោរឿងឆ្លោះជាមួយនឹងខាងបងស្រីនិសាហើយឪក្មេងហ្នឹងគឺមិនហ៊ានលូកដាយទេបើសិនជាមានជនទី3លូកដាយប្រកាសជាកូនស្រីគាត់ហ្នឹងគឺត្រូវមីម៉ាយដូច្នេះគាត់ចេះតែទ្រាំហើយបងស្រីហ្នឹងណាគាត់បកាយមិនឈ្នះប្តីគាត់ទេហើយពេលនោះក៏គាត់បានទៅប្រាប់ម្ដាយឪពុករបស់គាត់ណាឪពុកក្មេងម្ដាយក្មេងប្រាប់តែប្តីយកច្រឡំមួយខ្លួនហើយប្តីថាខ្លួនហ្នឹងគឺមានស្រីក៏មានប្រុសមានអីនៅភ្នំពេញតែមិនមែនទេធាតុពិតហ្នឹងគឺអាហារទេគឺជាអ្នកនិយាយបំបែកនិយាយញុះញង់ណាហើយឪពុកក្មេងម្ដាយក្មេងនោះគេក៏បានហៅកូនគេមកនិយាយដែរតែឪពុកម្ដាយគេនោះក៏គេជឿទៅតាមកូនគេមិនមែនជឿមកយើងទេគេថាយើងហ្នឹងគឺនិយាយបលើសនិយាយយកទៅត្រូវខ្លួនឯងដូច្នេះហើយគេបានឲ្យខាងបងស្រីនេះគឺស្បត់យកធូកយកមកស្បត់ពេលហ្នឹងបងស្រីគាត់អត់មានខុសអីផងគាត់មិនខ្លាចស្បត់ទេគាត់ហ្នឹងក៏បានយកធូកយកមកស្បត់ហ្មងហើយគាត់ឲ្យប្តីគាត់ស្បត់វិញតែប្តីគាត់គឺមិនហ៊ានទេអត់ហ៊ានស្បត់ទេដោយសារតែគាត់ហ្នឹងគឺជឿទៅលើតែខាងអាហារហ្នឹងរីអាហារនេះក៏កាន់តែមកលួងលោមបងស្រីនិសានេះថាឲ្យព្រមស្រឡាញ់ខ្លួនទៅយកខ្លួនទៅយកអីប្តីឲ្យល្ងងម៉េះគ្រាន់តែនិយាយតែបន្តិចក៏ជឿតាមខ្លួនដែរពេលហ្នឹងបងស្រីនិសាណាគាត់បានថតទាំងសម្លេងរបស់ខាងអាហារនិយាយទៀតយកទៅឲ្យប្តីស្ដាប់តែប្តីនេះគឺអត់បានស្ដាប់អារឿងហ្នឹងទេក៏បែរជាចោទថាកូននៅក្នុងផ្ទៃនេះគឺជាកូនរបស់អាហារទៅវិញហើយពេលហ្នឹងក៏បានឆ្លោះជាមួយអាហារហ្នឹងទៅបាទប្តីហើយនឹងអាហារឆ្លោះគ្នាក៏បានវាយដំគ្នានៅក្នុងពេលហ្នឹងទៅប្រុសតែងតែប្រើអំពើហិង្សាចឹងហើយវាយចុះវាយឡើងទៅពេលហ្នឹងក៏ខាងប្តីហ្នឹងក៏បាននិយាយថាយើងត្រូវលាស់លាញគ្នាយើងមិនត្រូវនៅជាមួយគ្នាទៀតទេពេលហ្នឹងក៏ខាងបងស្រីនិសានេះគាត់គិតថារស់នៅជាមួយគ្នាមិនបានទៀតទៅហើយរយៈពេលប្រហែលថ្ងៃកន្លងផុតនេះប្តីនៅរករឿងរហូតតែងតែធ្វើបាបចិត្តរហូតអញ្ចឹងហើយតឹងទ្រូងណាស់ក៏បានយល់ព្រមលះលែងមួយប្តីគ្រាន់តែឮពាក្យយល់ព្រមភ្លាមប្តីក៏បាននិយាយថាឃើញទេរងចាំតែពាក្យនឹងសុទ្ធដល់ទៅពេលឯងថាលះលែងវាលះលែងដែរស្រីអីក៏ស្រីម្លេះហើយពេលហ្នឹងក៏បានទៅសាលាស្រុកពេលហ្នឹងក៏ខាងសង្កាត់ហ្នឹងគេក៏បានសួរណាថាឥឡូវនេះទៅលះលែងគ្នាទៅអីម្យ៉ាងទៀតឥឡូវក៏មានកូននៅក្នុងផ្ទៃដែរកុំលះលែងគ្នាអីតែពេលនោះណាគឺដាច់អហង្ការហ្មងគឺខាងប្តីក៏ត្រូវលះលែងអត់យកទៀតទេមនុស្សស្រីដែលលួចផាត់ក្បត់ប្តីចឹងពេលហ្នឹងក៏ខាងគេក៏បានធ្វើឲ្យផ្ដិតមេដាយឲ្យអស់ទៅបន្ទាប់ពីផ្ដិតមេដាយរួចហើយបងស្រីនិសាហ្នឹងគឺមានកូននៅក្នុងផ្ទៃត្រូវមើលថែគាត់អត់ហ៊ានចេញទៅឆ្ងាយទេរីឯអាហារនេះវាតាមរហូតណាតាមសុំស្រឡាញ់សុំសេចក្តីស្នេហាពីខាងបងស្រីនិសាហ្នឹងតែបងស្រីនិសាច្រានចោលរហូតអត់ព្រមយកទេដល់ក្រោយឡើងមកទៀតមកដោយសារតែតាមស្រឡាញ់មិនបានហើយក៏បានបំបែកបំបាក់គ្រួសារគេហើយពេលនោះអាហារក៏បាននិយាយប្រាប់រឿងហ្នឹងទៅកាន់មីងវាអស់ហ្មងថាប្តីវាផ្លូវគ្រាន់តែវាកុហកបន្តិចតួចប្តីវាព្រមឡាយលែងយើណាតែឥឡូវវាឈប់ហើយវាទៅពេញវិញហើយវាអត់មានខាតអីទេអ្វីដែលខាតហ្នឹងគឺប្តីរបស់និសាអញ្ចឹងណាហើយបន្ទាប់ពីអ៊ុំស្រីហ្នឹងគាត់បានយកពាក្យហ្នឹងយកទៅនិយាយប្រាប់ប្តីរបស់បងស្រីនិសាហើយបានទៅនិយាយប្រាប់ម្ដាយឪពុករបស់ប្តីហ្នឹងពេលហ្នឹងប្តីហ្នឹងក៏គេបានដឹងកំហុសគេហ្នឹងក៏បានសើបទៅក៏គេបានដឹងថាកំហុសទាំងអស់នេះគឺជាអ្នកដែលរោរឿងមេរោរឿងគឺជាអាហារហ្នឹងបានបំបាយបំបាក់បាទគ្រូសាគេប្តីប្រពន្ធគេដូច្នេះហើយក៏បានត្រឡប់មកវិញហើយក៏បានសុំទោសមកកាន់ខាងបងស្រីនិសារីឯបងស្រីនិសានេះគេហៅថាមនុស្សឆ្អែតចិត្តណា
ពីភាពស្រឡាញ់បដូរទៅភាពស្អប់វិញគាត់ហ្នឹងក៏បាននិយាយថាយើងបានដាច់គ្នាហើយយើងមិនអាចត្រូវគ្នាវិញបានទៀតទេតសដែលបានខូចទៅហើយស្នាមដែលបានមុតទៅហើយវាមិនអាចផ្សះងាយងាយបានទេដូច្នេះហើយគួរតែនៅរៀងខ្លួនទៅហើយបន្ទាប់មកនោះក៏ខាងបងស្រីនិសានេះគាត់ក៏នៅមើលកូនទៅគាត់អត់ព្រមយកប្តីគាត់វិញទេហើយសប្តាហ៍ថ្ងៃនេះគឺគាត់ចិត្តគ្រប់ខែបងប្អូនណាបាទចិត្តគ្រប់ខែហើយគាត់អត់បានយកប្តីគាត់វិញទេហើយខ្ញុំនឹងសង្ឃឹមថាបងស្រីនិសាគួរតែលើកលែងទោសឲ្យខាងបងប្រុសទៅព្រោះអីណាប្តីណាគាត់ស្រឡាញ់យើងហើយដោយសារតែការញុះញង់របស់អាហាទេអាហាវាដើរតែញុះញង់គេយ៉ាងទេបើថាវាមិនបានក៏មិនឲ្យអ្នកណាបានដែរតែញុះញង់ឲ្យធ្វើឲ្យគ្រួសារគេហ្នឹងគឺបែកបាក់ហើយការបែកបាក់អញ្ចឹងគឺគេហៅថាបាបកម្មណាបងប្អូនព្រះមិនប្រោះទេហើយថ្ងៃណាមួយណាកម្មហ្នឹងនឹងធ្លាក់ទៅលើអាហាវិញពេលដែលអាហាហ្នឹងគឺបានប្រពន្ធហើយគេបានធ្វើបាបវិញទៅបានយល់ពីទំហំចិត្តហ្នឹងហើយបន្ទាប់ក្រោយឡើងមកទៀតមកណាបងស្រីក៏គាត់ទ្រាំរស់នៅជាមួយនឹងកូននៅក្នុងផ្ទៃរបស់គាត់ទៅដោយគាត់ហ្នឹងគឺរកតាមចាំកម្មាជីវររបស់គាត់ចុះហើយក្នុងសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាគឺបែកបានសម្រេចតែប្តីរបស់គាត់គឺនៅតាមអញ្ចឹងទៅហើយគាត់តែងតែផ្ដល់លុយផ្ដល់កាក់ខ្លះទៅកាន់ឪពុកម្ដាយហ្នឹងដើម្បីទិញម្សៅដោះគោទិញអីឲ្យកូនគាត់ណាតែកូនអត់តាន់កើតទេហើយខ្ញុំសង្ឃឹមថាបងស្រីនឹងទទួលយកបងប្រុសវិញហើយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាហើយបងប្អូនយល់ឃើញយ៉ាងណាដែរបងប្អូនណាហើយជួយខមមិនម្នាក់មួយផងហើយបើបងប្អូនមានសាច់រឿងថ្មីបាទក៏សូមចែករំលែកសាច់រឿងមកដែរឲ្យខ្ញុំដំណើរទៅខ្ញុំនឹងជួយដំណើរហើយបងប្អូនប្រាប់ឈ្មោះពិតក៏បានបងប្អូនប្រាប់ឈ្មោះធម្មតាឈ្មោះហៅក្រៅក៏បានដែរបងប្អូនណាអញ្ចឹងហើយរឿងនេះសូមបញ្ចប់ត្រឹមនឹងហើយបងប្អូនយល់ឃើញយ៉ាងណាដែរបាទជួយខមមិនទៅតាមការគួររបស់បងប្អូនទៅចុះណាបងប្អូន